បាទសូមជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះដែរគឺយើងមកដាក់ចំណីកង្កែបទៀតហើយបាទដាក់ចំណីកង្កែបបាទនេះចំណីយើងដាក់ដើម្បីឲ្យវាស៊ីណាបាទអញ្ចឹងនេះក្របទំហំ3លីបាទទំហំ3លីទំហំ4លីប៉ុន្តែស៊ីបានដូចគ្នាណាបាទសម្រាប់ការដាក់ហ្នឹងគឺយើងដាក់ទៅតាមតម្រូវការរបស់កែបឬក៏យើងមើលទៅតាមស្ថានភាពរបស់វាថាវាស៊ីឆ្អែតឬមិនឆ្អែតអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនយើងដែលអ្នកចិញ្ចឹមដំបូងអាចនឹងមានការលំបាកខ្លះឬក៏មិនទាន់យល់ច្បាស់អំពីតម្រូវការរបស់កែបថាវាស៊ីឆ្អែតឬក៏អត់អញ្ចឹងណាបាទអញ្ចឹងការដើម្បីយល់អំពីការដឹងថាកែបយើងនឹងស៊ីឆ្អែតឬមិនឆ្អែតគឺយើងមានលក្ខណៈមួយចំនួនទី1គឺពោះវាប៉ោងបាទពោះវាប៉ោងអត់ផតទេបាទទី2វាលែងមានចលនាដដើមគ្នាស៊ីទៀតអញ្ចឹងណាអានេះវាពុំមានចលនាបងឃើញបងឃើញបាទក៏យើងបាច់ទៅវាមានចលនាវាស៊ីណាបាទហើយមួយទៀតគឺចំណីអត់ស្វាត់លើសពីកន្លះនាទីទេយើងបាច់ណាបើសិនតែយើងបាច់មកគ្រាប់គាត់តែធ្លាក់ដល់ទឹកភ្លាមគឺវាចាប់ស៊ីតែហ្មងចាដល់ទឹកគឺចាប់ស៊ីហ្មងហើយបើសិនជាចំណីសល់លើសពី2នាទីឬ3នាទីហើយវាអត់មានតបាក់សោះវាមើលទៅវាអត់តបាក់សោះនឹងគឺវាឆ្អែតហើយចាណាបាទនឹងគឺជាចំណុចសម្គាល់ខ្លះឬក៏ជាចំណេះដឹងខ្លះមុននឹងការយើងដាក់ចិញ្ចឹមចាណាបាទអញ្ចឹងអាហ្នឹងគឺគ្រាន់តែជាចំណេះដឹងខ្លះមុនយើងដាក់ចិញ្ចឹមទេអញ្ចឹងនៅពេលដែលយើងដាក់ចិញ្ចឹមយើងនឹងកាន់តែយកច្បាស់ទៀតទាក់ទងទៅនឹងការដាក់ចំណីហ្នឹងអញ្ចឹងណាព្រោះអីការចិញ្ចឹមនេះដូចខ្ញុំបានបញ្ជាក់បងប្អូនពីមុនមកអញ្ចឹងគឺជាការអនុវត្តជាក់ស្ដែងអញ្ចឹងខ្ញុំបង្ហាញបងប្អូនជាវីដេអូនេះគ្រាន់តែជាទ្រឹស្ដីទេអញ្ចឹងណាទ្រឹស្ដីទេអញ្ចឹងវាមិនអាចឲ្យបងប្អូននឹងយល់ទាំងអស់ទេអញ្ចឹងណាយល់ទាំងអស់ឬចេះទាំងអស់ទេគ្រាន់តែយើងអនុវត្តជាក់ស្ដែងថែមទៅយើងអាចយល់បាន 100% អញ្ចឹងណាបាទតែគាត់ថាមុននឹងយើងដាក់ចិញ្ចឹមក៏យើងត្រូវយល់ដឹងខ្លះដែរណាមិនយើងអត់ចេះសោះយើងទៅធ្វើទេយើងទៅចិញ្ចឹមទេអញ្ចឹងណាបាទអញ្ចឹងគឺទី1គឺពោះវាប៉ោងទី2គឺបោះចំណីទៅវាលេងស៊ីអញ្ចឹងណាបាទលេងមានចលនាហើយមួយទៀតគឺចំណីយើងលើសតែពី2នាទីឬក៏3នាទីទៅលេងស៊ីហើយបច្ចៈមួយទៀតគឺកង្កែបគឺចំណីគឺអត់មានទុកដូចមាន់ដូចទេដាក់ពីព្រឹកថ្ងៃណារវល់ដាក់ពីព្រឹកទុកដល់ថ្ងៃអីឬក៏ទុកដល់ល្ងាចអីណាអត់បានទេបងប្អូនអត់បានទេហើយចំណីតារីកហើយមិនមែនថាបាច់ទៅរីកហើយពេលដែលវាឃ្លានមកវិញណាពេលដែលពួកនេះពេលដែលវាឃ្លានមកវិញវាស៊ីអត់ទេណាអត់ស៊ីទេណាអត់ស៊ីទេគឺតាចំណីដាក់ភ្លាមគឺស៊ីភ្លាមតែលើសពី5នាទីគឺលេងស៊ីហើយណាបាទគឺលេងស៊ីហើយវាស៊ីដែរវាតិចតួចអាច10%អីបាច់100គ្រាប់វាស៊ីបាន4-10គ្រាប់អីវិញហ្នឹងណាពេលដែលរីកលើសពី5នាទីលើសពី10នាទីទៅគឺលេងស៊ីហើយអញ្ចឹងហ្នឹងហើយហើយលក្ខណៈទាំងអស់ហ្នឹងពេលដែលបងប្អូនចិញ្ចឹមទៅគឺយល់បាទយល់ហើយយល់ខ្លួនឯងហើយណាបាទខ្ញុំប្រាប់ឬក៏ខ្ញុំបង្ហាញជាទ្រឹស្ដីត្រួសប៉ុណ្ណេះគឺយើងទៅអនុវត្តតាមនឹងទៅគឺអាចធ្វើបានហើយបើថាមានចង្អល់គឺយើងអាចទេសួរខ្ញុំបានអញ្ចឹងណាបាទអាចទេសួរខ្ញុំបានហើយនេះត្រង់ចិត្តគ្នាបាទស៊ីអស់ហើយបងប្អូនឃើញចឹងគឺសកម្មភាពរបស់វាគឺវានៅរីអញ្ចឹងហើយវាស៊ីអស់ណាស៊ីអស់អត់សល់ទេហើយបានយើងបាទៀតណាឃើញក៏យើងដាក់ដៃទៅវារត់មកហើយប៉ុនមេដៃទៅគឺចាប់ដើមរត់ហើយចាប់ដើមដេញចំណៃមកបានហើយអញ្ចឹងណាបាទហើយយើងបាចំណៃបាចតែកន្លែងដែរវានៅទេណាកន្លែងទឹកជ្រៅណាទឹកជ្រៅគឺអត់បាចទេប៉ុន្តែបើថារបស់យើងទឹកជ្រៅយើងចង់ដាក់ទឹកច្រើនយើងអត់សូវចង់ដូតទឹកយើងអាចដាក់ជាចូលបែបនោះណាបណ្ដែតដល់ពេញអាងទៅដាក់ទឹកមិនទឹកក៏បានដែរកន្លះម៉ែត្រក៏បានដែរអត់បញ្ហាទេឲ្យតែត្រង់យើងខ្ពស់ដាក់ទឹកកន្លះម៉ែត្រក៏បានដែរឲ្យតែដាក់អាចូលនោះឲ្យពេញអញ្ចឹងទៅដាក់ពេញអញ្ចឹងទៅកន្លះម៉ែត្រក៏បានដែរហើយបើដាក់កន្លះម៉ែត្រអី4-5ថ្ងៃមួយអាទិត្យដូរម្ដងក៏អត់បញ្ហាដែរអញ្ចឹងណាបាទក៏អត់បញ្ហាដែរបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេទាក់ទងទៅនឹងការចិញ្ចឹមកង្កែបបើបងប្អូនមានចង្អល់មានបញ្ហាអីអាចតែសាកសួរខ្ញុំបានអញ្ចឹងណាបាទអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំចែករំលែកចំណេះដឹងតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនបងប្អូនណាជួបគ្នានៅវីដេអូក្រោយបាទ